ស្អីគេនេះមិនអាចបានទេមិនក៏ភ្លៀងខ្លាចទៅជាផ្កាអញ្ចឹងទៅវិញអូជុំសង្គ្រាមទាំង9មិនអាចចាញ់សាមរៈបានទេឥឡូវនេះយើងសូមចុះចាញ់ហើយកលេសនៃភាពងងឹតងងល់បានត្រូវបណ្ដេញចេញហើយរស្មីនៃការចេះដឹងក៏ចាប់ដើមភ្លឺឡើងនៅទីបំផុតយើងក៏បានស្វែងរកសច្ចធម៌ដែលជាទីបញ្ចប់នៃការកើតចាស់ឈឺស្លាប់